សួស្តីបងប្អូនបងប្អូនស្គាល់ទេនេះគេហៅថាស្រុកក្រកោកំពង់ហ្លួងសួស្តីអ្នកកំពង់ហ្លួងទាំងអស់គ្នាហើយសួស្តីអ្នកស្រុកក្រកោទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំជីដូនជីតាមកពីប្រទេសអាល្លឺម៉ង់គាត់មកលេងនៅទីនេះបងប្អូនគាត់ចង់ឃើញពីជីវភាពរស់នៅរបស់បងប្អូននៅកន្លែងភូមិបណ្ដែតទឹកក្រកោហ្នឹងហើយយើងហៅថាកំពង់ហ្លួងហើយកន្លែងនេះគឺសម្បូរភូមិបណ្ដែតទឹកណាបងប្អូនមានទាំងខ្មែរយើងនិងបងប្អូនជិតខាងយើងរស់នៅទីនេះដូចគ្នាហើយបងប្អូនមានផ្ទះនៅក្នុងទឹកមានផ្សារមានហៅថាដូចផ្សារទំនើបអញ្ចឹងបងប្អូនហើយពួកយើងក៏ជិះទូកឆ្លងកាត់ហើយមើលពួកគាត់រស់នៅទីនេះគឺមានទូកដូចមានឡានអញ្ចឹងបងប្អូនអ្នកឃើញបងប្អូនពិតជាអស្ចារ្យមែនទែននៅទីនេះបាទសូមសរសើរទាំងអស់គ្នា